រឿងថ្មីទៀតដែរប្រិមិត្តបងស្រីពីអ្នកប្តីប្រពន្ធគាត់ជាអ្នកលក់បបរបងប្រុសជាប្តីអ្នកដើរបងត្រីដាក់មងតាមស្រុកស្រែជនបទណាអត់ដែរពាក់ព័ន្ធជាមួយនឹងរឿងលុយកាក់អីទេស្រាប់តែថ្ងៃមួយឃើញតែការកោះខាងតឡាការខេត្តកំពង់ចាមបង្គាប់ឲ្យគាត់ចូលខ្លួនពាក់ព័ន្ធជាមួយនឹងករណីឆោបោកទឹកប្រាក់ហើយគាត់បញ្ជាក់មកខ្ញុំថាទេខ្ញុំអត់បានពាក់ព័ន្ធជាមួយនឹងរឿងហ្នឹងទេព្រោះខ្ញុំនៅតែស្រុកនៅតែស្រែសំបីតែនៅខេត្តខ្ញុំមិនស្គាល់ជុំផងហើយខ្ញុំហេតុអីទៅស្គាល់ដល់ខាងកំពង់ចាមឥឡូវនេះគាត់កើតទុកមិនសុខចិត្តទេមានការភ័យព្រួយបារម្ភខ្លាំងមែនទែនហើយអ្វីដែលគាត់ចង់សួរគាត់សួរថាតើគួរឲ្យគាត់ចូលទៅដោះស្រាយនៅខាងតុលាការខេត្តកំពង់ចាមនេះឬមួយក៏មិនទៅខណៈដែលគាត់មិនបានពាក់ព័ន្ធជាមួយនឹងរឿងរ៉ាវទាំងអស់នេះបែបនេះបងប្អូនចង់ដឹងលម្អិតយើងទៅសាកសួរនៅព័ត៌មានជាមួយនឹងគាត់ទាំងអស់គ្នាហើយនៅពេលដែលឃើញនៃការកោះនឹងហើយមិនដែរបងឃើញអាហ្នឹងហើយខ្ញុំប្រកែកមួយគេខ្ញុំថាខ្ញុំអត់បានខ្ចីលុយពីណាទេហើយខ្ញុំអត់បានទៅណាមកណាដែរខ្ញុំនៅតែផ្ទះទេគាត់តែឃើញមកខ្ញុំភ័យហ្មងហូបបាយក៏ខ្ញុំអត់ហូបដែរបងប្អូនណាគាត់ភ័យគាត់តែឃើញនៃការកោះហាយមកថាអើយស្រួលញ័រជើងតត្រាក់ចុះបើគាត់ថាគាត់មិនបានពាក់ព័ន្ធផងហើយតែបើចេញនៃការនេះមកណាមិនភ័យបងប្អូនសួរបងតើបងមកជួបខ្ញុំនេះមានបញ្ហាអីមានវិបត្តិអីរឿងរ៉ាវអង្គហេតុរបៀបម៉េចបាទខ្ញុំមានវិបត្តិដោយសារខ្ញុំអត់ដឹងអីចឹងមានគេកោះហៅខ្ញុំទៅតុលាការអញ្ចឹងលិខិតនេះគឺជាលិខិតនៃការកោះហៅកោះហៅឈ្មោះខុំសាវិនអ្នកណាខុំសាវិនបងហើយនៅក្នុងនេះគេដាក់ថាឆោបោកទឹកប្រាក់បងទៅបោកទឹកប្រាក់គេទេបានគេប្តឹងហៅចេញនៃការកោះបែបនេះអត់ដែរទៅបោកទឹកប្រាក់ពីណាទេខ្ញុំក៏អត់ដឹងខ្យល់អីដែរពូអើយចុះមិនបានសុកទៅចេញនៃការកោះមកបែបនេះខ្ញុំអត់ដឹងដែរច្បាស់ខ្លួនឯងអត់ថាមិនបានទៅខ្ចីបុលអ្នកណាទៅចងការអ្នកណានៅខាងកំពង់ចាមហ្នឹងខ្ញុំអត់ដែរទៅចងការពីណាហើយក៏ខ្ញុំអត់ដែរដើរទៅណាដែរយើងនៅតែផ្ទះគូតហ្មងអញ្ចឹងចាគួរដល់ឆ្នាំទេពីអ្នកប្តីប្រពន្ធហ្នឹងនៅតែផ្ទះទេចាប្តីខ្ញុំដាក់មកខ្ញុំលក់បងឆ្នាំហ្នឹងហូបមួយថ្ងៃចង់គ្រប់ហ្នឹងសពថ្ងៃរស់នៅទីណាទៅនៅភូមិពីប្រាំងមួយគ្នាមួយប្រពន្ធនឹងនៅអត់ដែរទៅណាភូមិថ្មីភូមិពីប្រាំងស្រុករដែកកដាលខេត្តកដាលបងប្អូនគាត់បងស្រីលក់បបរបងប្រុសនេះគាត់នៅផ្ទះគេហៅថាដាក់មងរកត្រីអីបន្តិចបន្តួចហើយស្រាប់តែសុកមកលេងចេញដោយការកោះហៅមួយស្លឹកមកដោយឈ្មោះគាត់នេះខុំសាវិនដែលគាត់អត់បានឆោបោកទឹកប្រាក់ពីណាផងស្រាប់តែចេញដោយការកោះហៅឲ្យគាត់នឹងទទួលការចូលខ្លួនពាក់ព័ន្ធជាមួយនឹងបទល្មើសគាត់ថាឆោបោកទឹកប្រាក់ណាហើយគាត់ភ្ញាក់ខ្លួនឲ្យព្រឺតនៅតែសុកលក់តែបបរមួយឆ្នាំរាល់ថ្ងៃប្តីដើរដាក់មងអីផ្សេងស្រាប់តែចេញដោយការបែបហ្នឹងមកឥឡូវនេះគាត់មានការព្រួយបារម្ភខ្លាំងមែនទែនខ្លាចកាលណាបើសិនជាគាត់បញ្ចូលខ្លួនទៅខ្លាចគេមកធ្វើការចាក់គាត់ដល់ផ្ទះអីផ្សេងតែគាត់មិនបានដឹងរឿងរ៉ាវអង្គហេតុទាំងឡាយដែលគេបានចេញដោយការកោះនេះមកអញ្ចឹងនៅពេលដែលបងបានទទួលដោយការកោះពីខាងសមត្ថកិច្ចឬមកខាងណាមកខាង PM អញ្ចឹងគេយកឲ្យបងហ្នឹងតើគេមានប្រាប់ពាក្យពេចន៍អីទៅបងខ្លះគេប្រាប់ឲ្យយើងឡើងទៅបំភ្លឺហើយចុះបងមានបានជម្រាបប្រាប់គាត់អត់ថាខ្ញុំមិនបានពាក់ព័ន្ធរឿងរ៉ាវអង្គហេតុនៅកំពង់ចាមប្រាប់គាត់ឲ្យគាត់ថាគាត់អត់ដឹងដែរហើយចុះបងស្រីវាយច្បាស់ខ្លួនឯងថាមិនដែរពាក់ព័ន្ធរឿងខ្លួនឯងទាំងអស់ហ្មងអត់ដែរទៅពាក់ព័ន្ធមួយបណ្ណានៅតែផ្ទះគាត់លក់តែបងឆ្នាំរងថ្ងៃនិយាយរួមមួយឆ្នាំទល់មួយឆ្នាំខ្ញុំអត់ដែរដើរទៅណាទេនៅផ្ទះតែបានទៅខេត្តកំពង់ចាមហ្នឹងទេបងអត់ដែរសោះហ្មងអញ្ចឹងចាតែស្គាល់នៅបែរមកទៅណាខ្ញុំអត់ដែរស្គាល់ដែរសំបីតែខេត្តកំពង់ចាមមិនយកគុំដែរទៅណាអត់សោះហ្មងនិយាយរួមទៅមិនអាចតែណាត់លឿងទៅស្គាល់មិនជុំដល់គេជួលមកមិនស្គាល់ទៀតបងឯងដល់គេជួលមកមិនស្គាល់អ្នកលឿងបើគេជួលមកអត់ស្គាល់ទេនិយាយរួមទៅធ្វើបាបខ្ញុំហូរហែតតែធ្វើបាបខ្ញុំអត់ដែរទៅពាក់ព័ន្ធមួយបណ្ណាសោះហ្មងបងតើជាចុងក្រោយពីអ្នកប្តីប្រពន្ធបងមានពាក្យពេចន៍អីដើម្បីស្នើសុំទៅប្រមុខថ្នាក់ដឹកនាំក៏ដូចជាបងប្អូនអ្នកដែលកាន់ផ្នែកច្បាប់ទេបងដោយសារតែបងជួបរឿងរ៉ាវយុត្តិធម៌បែបនេះបាទខ្ញុំសុំច្បាប់ឲ្យជួយខ្ញុំផងខ្ញុំអត់ដឹងអីទេហើយសម្ដេចពុកសម្ដេចម៉ែជួយខ្ញុំផងខ្ញុំមានតែព្រាមដៃ10អត់ដឹងអីសោះតែគេលាក់ដីកាមកអញ្ចឹងខ្ញុំលាក់ខ្លាំងគ្រប់ប្រោយដល់ពេលពិបាកខ្ញុំឥឡូវនឹងគិតមិនមានតែព្រាមដៃ10ទេសុំសម្ដេចពុកសម្ដេចតែប្តីប៉ុន្តែជួយខ្ញុំផងខ្ញុំអត់ដឹងទេឥឡូវនេះគ្រាន់ណាខ្ញុំអត់មានតែប៉ែលហូបប៉ែលពេលដល់ជួបប្រទេសអញ្ចឹងទៀតខ្ញុំមិនដឹងធ្វើម៉េចបងប្អូនជាទីមេត្រីខ្ញុំសូមសរុបជារួមមកវិញជុំវិញនឹងករណីរបស់បងស្រីពីអ្នកប្តីប្រពន្ធនេះមានន័យថាគាត់គឺជាអ្នកគេហៅថានៅស្រុកជនបទណាអត់ដែរស្គាល់ខាងកំពង់ចាមអត់ដែរស្គាល់ភ្លើងពណ៌តាណាតណៃឬមកក៏មិនដែរទឹកជ័យប្រាក់គេទេស្រាប់តែថ្ងៃមួយហ្នឹងគឺមានន័យការកោះហៅមួយបងប្អូនដោយដាក់ឈ្មោះប្រពន្ធគាត់នេះឈ្មោះខុំសាវិនណាបងបាទថាពីបទករណីឆោបបោកទឹកប្រាក់ទាំងដែលបងស្រីគាត់នៅតែស្រុកស្រែជនបទនោះគាត់ឲ្យដេញគេថាលក់បបរមួយឆ្នាំរៀងរាល់ថ្ងៃរីឯប្តីនេះដើរតែបងមងដាក់ត្រីអីផ្សេងហើយចុងក្រោយហ្នឹងបើជាឃើញនៃការបែបហ្នឹងគាត់ស្នឹងតែធ្លាក់ខ្លាំងក្ដុកកម្រខ្ញុំបានបញ្ជាក់គាត់ដែរថាតើបងប្រកាសអត់ថាខ្លួនឯងមិនបានពាក់វិនឬមកក៏ពាក់ព័ន្ធជាមួយនឹងរឿងលុយកាក់ជាមួយអ្នកណាគាត់ថាណាលោកមួយហើយតើខ្ញុំទៅពាក់ព័ន្ធលុយកាក់ណា
បើកំពុងចាំខ្ញុំមិនដែរដឹងថាបែរមុខតាណាហើយខេត្តកំពុងចាំរបៀបម៉េចខ្ញុំមិនដែរស្គាល់ផងហ្នឹងចាំបាច់អីថាហ្នឹងសម្បីតែខេត្តខ្លួនឯងគាត់នៅកន្លែងខេត្តកណ្ដាលណារកទីរួមខេត្តខ្លួនឯងរកមិនឃើញផងណាគាត់ថានិយាយស្មោះត្រង់តែហ្មងហើយគាត់អីណាទៅហ៊ានឈានជើងទៅដល់កំពុងចាំឈរបោកលុយគេនោះហើយមើលបងប្អូនមើលគាត់មើលអញ្ចឹងគាត់បញ្ជាក់ខ្ញុំម្ដងហើយម្ដងទៀតថាគាត់មិនបានពាក់ព័ន្ធឬមកគាត់ដឹងឮរឿងឈរបោកទឹកប្រាក់ហ្នឹងទេមិនដេចបានស្រាប់តែសុកចេញដីកាកោះហៅគាត់មកបែបនេះដីកាកោះហៅនេះគឺចេញមកពីខាងតឡាការខេត្តកំពង់ចាមដែលបានធ្វើការកោះហៅបង្គាប់ឲ្យចូលខ្លួនបំភ្លឺដោយបងស្រីឈ្មោះខុំសវុនដោយគាត់បញ្ជាក់មកខ្ញុំថាគាត់មិនបានដឹងរឿងរ៉ាវអង្គហេតុទេដោយគេបញ្ជូនដីកានេះចូលមកខាងអាវុធហត្ថខេត្តកណ្ដាលដើម្បីឲ្យយកលិខិតនេះជូនមកដល់បងស្រីដើម្បីឲ្យបងស្រីធ្វើការទៅបកស្រាយបំភ្លឺនៅនឹងកន្លែងគេហៅថាតឡាការខេត្តកំពង់ចាមណាជុំវិញរឿងរ៉ាវអង្គហេតុដែលគាត់នឹងបានឈរបោកទឹកប្រាក់អីណានៃទាំងឲ្យបងស្រីនេះគាត់ថាទេខ្ញុំនៅតែស្រុកស្រែលក់ថាបបមិនដែរចាពាក់គេមិនដែរទៅអីផងស្រាប់តែលេងឲ្យសុកយកចេញដីកាមកអញ្ចឹងគឺបបាក់ទទួលយកខ្លាំងមែនតើអញ្ចឹងជាចុងក្រោយបងស្រីរួមជាមួយនឹងបងប្រុសដែលត្រូវជាប្តីគាត់សុំទទូចនិងស្នើសុំទៅដល់បងប្អូនអ្នកដែលកាន់ផ្នែកច្បាប់សុំជួយបញ្យលគាត់បន្តិចបានទេឬមួយក៏ជួយគាត់បានទេហេតុអីបានជាគាត់អត់ដេញមិនដឹងអីសោះគេហៅថាមករងថ្មបាក់បែបហ្នឹងហើយខ្ញុំសួរគាត់ច្បាស់ហើយបងប្អូនគាត់បញ្ជាក់មកខ្ញុំគាត់ថាមិនបានពាក់ព័ន្ធជាមួយនឹងលុយកាក់ណាទេហើយខេត្តកំពង់ចាមគាត់មិនដែរបានស្គាល់គាត់មិនដែរបានទៅគាត់នៅតែជនបទណាគាត់មកនេះមកពីចម្ងាយដើម្បីមកជួបខ្ញុំដល់ទីនេះមកដល់តាំងពីម៉ោងល្បាក់ទុំ6ល្ងាចឯងមកម្លេះដើម្បីមកធ្វើការជួយខ្ញុំផ្សព្វផ្សាយអញ្ចឹងនៅក្នុងព័ត៌មាននេះបងប្រុសបងស្រីជាប្តីប្រពន្ធគាត់សុំទទូចស្នើសុំទៅដល់បងប្អូនអ្នកកាន់ផ្នែកច្បាប់អ្នកយល់ច្បាប់មេត្តាជួយពង្យល់គាត់ឬមួយក៏ជួយដោះស្រាយបញ្ហាឲ្យគាត់ផងតើគួរត្រូវធ្វើដោយរបៀបម៉េចអ្វីដែលគាត់ចង់ទទូចខ្លាំងបំផុតនៅពេលនេះគាត់ថាគាត់ភ័យគាត់ព្រួយគាត់បារម្ភអញ្ចឹងហើយគាត់ស្នើសុំទៅដល់ប្រមុខថ្នាក់ដឹកនាំទាំងអស់មេត្តាជួយមើលកូនចាប់កូនព្រាផងគាត់ថាគាត់មិនបានប្រព្រឹត្តរឿងរ៉ាវអង្គហេតុដូចតែគេបានអ្នកដាក់នេះទេហើយបើគាត់បានប្រព្រឹត្តមែនម្លេះគាត់មិនមែនមកឈរផ្សាយនៅកន្លែងកាសែតទេឲ្យខ្មាស់គេពេញបណ្ដាញសង្គមពេញអរិញប្រទេសឡើយម្លេះហើយគាត់ទៅដោះស្រាយគេហើយប៉ុន្តែគាត់អត់បានធ្វើអញ្ចឹងហើយគាត់ត្រូវតែមកគេហៅថាមនុស្សបើកាលណាបើបានធ្វើមកអីតែដល់ពេលមិនបានធ្វើគេចោទគេលើកមកអញ្ចឹងវាមានអារម្មណ៍មួយថានៅមិនសុខដេកមិនលក់ណាបងប្អូនអញ្ចឹងមានតែទទូចស្នើសុំតែប៉ុណ្ណេះជាពិសេសប្រមុខថ្នាក់ដឹកនាំមេត្តាជួយពិនិត្យមើលករណីពួកគាត់ទាំងពីរនេះផងតើមកពីកត្តាអីមិនធម្មតាបងប្អូនចេញពីដីកាចេញពីតឡាការមកហើយពេលខ្លះបើសិនមកយើងមិនចូលខ្លួនទៅតាមការកោះហៅវាអាចនឹងវាស្មើនឹងយើងពីបទកិច្ចវេះផ្សេងវាអាចនឹងមានទោសទណ្ឌការដីកាបង្គាប់ឲ្យចាប់ខ្លួនឬមួយក៏ឃុំខ្លួនលាក់នឹងលាក់ច្រើនទៀតខ្ញុំមិនសូវដឹងប្រហែលទេឬផ្នែកច្បាប់អញ្ចឹងនៅក្នុងព័ត៌មាននេះខ្ញុំសូមលម្អិតជូនពុកម៉ែបងប្អូនឲ្យបានដឹងនិងជ្រាបតែប៉ុណ្ណេះជុំវិញនឹងករណីរបស់បងប្រុសបងស្រីបងប្អូនជាទីមេត្រីជុំវិញនឹងព័ត៌មាននេះខ្ញុំបានមានសារៈមាត់រហ័សស្មីត្រង់មិនមានអ្វីច្រើនទេគ្រាន់តែចង់ជម្រាបជូនទៅដល់ពុកម៉ែបងប្អូនឲ្យបានដឹងនិងជ្រាបពីព័ត៌មានតែប៉ុណ្ណេះប្រសិនបើមានអ្វីបន្ថែមខ្ញុំបានមានសារៈមាត់រហ័សស្មីត្រង់នឹងធ្វើការអាប់ដេតរាយការណ៍ព័ត៌មានជូនទៅដល់ពុកម៉ែបងប្អូនឲ្យបានដឹងនិងជ្រាបជាបន្តទៀតខ្ញុំបានមានសារៈសូមអរគុណនិងសូមគោរពលា